បាទសួស្តីបងប្អូនអរគ្នាជាពិសេសបងប្អូនថ្នាក់បឋមហើយថ្នាក់វិទ្យាល័យដែលយើងសិក្សាអំពីមូលដ្ឋានគ្រឹះនៃគណិតវិទ្យាអញ្ចឹងគិតថាមានបងប្អូនជាច្រើនដែលពួកគាត់អត់ដឹងណាអ្នកខ្លះថ្នាក់ធំហើយទី10ហើយក៏គាត់អត់ដឹងដែរតកតងជាមួយនឹងមូលដ្ឋានគ្រឹះអញ្ចឹងយើងមកមើលតកតងជាមួយនឹងការបំពេញវិភាគតាមរូបម្ដងមួយវិភាគខ្ញុំធ្លាប់បានប្រាប់ហើយវាមានទម្រង់ A លើ B ខាងលើគេហៅថាភាគយកខាងក្រោមគេហៅថាភាគបែងហើយភាគបែងគឺត្រូវតែខុសពី0ហើយខ្ញុំក៏បានបង្ហាញតកតងជាមួយនឹងការបំពេញទៅលើរូបភាពផងដែរអញ្ចឹងយើងមកមើលបន្តទៀតបាទរូបភាពនេះគេបែងចែកជា8យើងឃើញថាមាន1 2 3 4 5 6 7និង8ប៉ុន្តែយើងឃើញថាគេផាត់ពណ៌ទាំងអស់ប្រហែលបាទអញ្ចឹងក្នុងរូបភាពហ្នឹងគឺគេផាត់ពណ៌ទាំងអស់2អញ្ចឹងយើងអាចសរសេរបានថា2លើ8បាទ2នៅលើ8ចុះរូបភាពនេះវិញមាន8ដែរប៉ុន្តែយើងផាត់ពណ៌ហ្មងបាទយើងផាត់ពណ៌ហ្មងយើងមើលយើងផាត់ពណ៌5អញ្ចឹងយើងអាចសរសេរថា5នៅលើបាទ5នៅលើ8បាទនេះណារូបភាពមួយនេះបាទអញ្ចឹងសុំបន្តមកទៀតយើងឆ្លាស់ទៅបាទមានរូបភាពខ្លះសង្ឃឹមថាបងប្អូនអាចធ្វើបានអញ្ចឹងតាមលំនាំដែលខ្ញុំបានបង្ហាញខ្ញុំសង្ឃឹមថាបងប្អូនអាចបំពេញរូបភាពទាំងអស់នេះបានហើយបាទដូចជារូបភាពមួយនេះបាទយើងសាកបំពេញមើលតើប្រភេទហ្នឹងវាទៅជាយ៉ាងម៉េចបាទរូបភាពមួយនេះទៀតបាទយើងសាកបំពេញមើលតើប្រភេទហ្នឹងទៅជាបែបណានេះទៀតបាទបែបណាហើយចុងក្រោយគឺមួយនេះទៀតបែបណាបាទអញ្ចឹងសង្ឃឹមថាតាមលំនាំរូបភាពដែលខ្ញុំបានដោះស្រាយហើយនឹងបំពេញឲ្យបងប្អូនអរគ្នាក៏អាចក្នុងការបំពេញរូបភាពដែលនៅសេសសល់ទាំងអស់ហ្នឹងបានបាទអរគុណច្រើនបងប្អូនអរគ្នាជូនពរសំណាងល្អហើយយើងជួបគ្នានៅវីដេអូក្រោយ